សមត្ថកិច្ចនគរបាលខុតខ្លួនបានហើយចោទឆក់បណ្ដាឲ្យកុមារីអាយុ4ឆ្នាំបានស្លាប់នៅនឹងកន្លែងកាត់ហេតុអនុវត្តតាមបទបញ្ជារបស់លោកឧត្តមស្នេហ៍តូជឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាលកម្លាំងជំនាញរបស់ស្នងការដ្ឋាននិងអធិការដ្ឋាននគរបាលស្រុកសាអាងដោយសហការជាមួយនឹងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានធ្វើការឃាត់ខ្លួនមកសញ្ញាករណីលួចមានស្ថានទម្ងន់ទោសឆក់កាបូបបណ្ដាលឲ្យមរណភាពជនរងគ្រោះកើតហេតុនៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2022វេលាម៉ោង 16:30 នាទីនៅចំណុចនៅលើផ្លូវជាតិលេខ21ស្ថិតនៅក្នុងភូមិដើមព្រីងឃុំកោះខេត្តស្រុកស្អាងខេត្តកណ្ដាលជនរងគ្រោះចំនួន2នាក់ឈ្មោះថារឿនអារីកាភេទស្រីអាយុ4ឆ្នាំជាជនជាតិខ្មែរមុខរបរបន្ទុកគ្រួសារស្លាប់នៅនឹងកន្លែងកាត់ហេតុទី2ឈ្មោះថាសឹមរស្មីភេទស្រីអាយុ32ឆ្នាំជាជនជាតិខ្មែរររបួសស្រាទាំង2នាក់ជាម្ដាយនិងកូនមានទីលំនៅនៅក្នុងភូមិព្រែកតាឡៃឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្ដាលជនសង្ស័យចំនួន2នាក់ឃាត់ខ្លួនបានម្នាក់ឈ្មោះថាសុកខឿនស៊ីផាតភេទប្រុសអាយុ21ឆ្នាំជាជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅនៅក្នុងភូមិតាលុនឃុំតាលុនស្រុកស្អាងខេត្តកណ្ដាលចំពោះជនសង្ស័យដែលគេចខ្លួនសមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវដើម្បីឃាត់ខ្លួនចាត់ការទៅតាមនីតិវិធីច្បាប់សភាពរឿងហេតុនៅថ្ងៃខែឆ្នាំដដែលវេលាកាត់ហេតុក៏មានជនរងគ្រោះឈ្មោះថាសឹមរស្មីបានបើកបរម៉ូតូនៅលើផ្លូវជាតិ21នៅក្នុងទិសដៅពីត្បូងជើងដប់ជនរងគ្រោះឈ្មោះថាអារីកាត្រូវជាកូនលុះពេលធ្វើដំណើរមកដល់ចំណុចកន្លែងខេត្តហេតុខណៈពេលដែលជនរងគ្រោះកំពុងតែបើកបរម៉ូតូស្របទិសដៅគ្នាមកដល់ទន្ទឹមនឹងរថយន្តប្រភេទដឹកទំនិញ5តោនជនសង្ស័យដែលជាអ្នកបើកបរម៉ូតូនិងឈ្មោះសុកខឿនសុកផាតជិះពីក្រោយអ្នកធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះឈ្មោះថាសឹមរស្មីបណ្ដាលឲ្យដួលម៉ូតូជនរងគ្រោះទៀតជនរងគ្រោះឈ្មោះថាអារីកាចូលទៅក្រោមរថយន្តកិនជនរងគ្រោះឈ្មោះថាអារីកាស្លាប់នៅនឹងកន្លែងកាត់ហេតុបច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ទៀតដែលកំពុងតែរត់គេចខ្លួនដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់